បោកប្រាស់ថ្មីបើមិនចង់អស់លុយពីកងធនាគារត្រូវពិចារណាឲ្យបានច្បាស់អ្នកប្រើប្រាស់គណនីធនាគារទាំងអស់ជាពិសេសអ្នកលក់ដូរអីវ៉ាន់ត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ខណៈដែលថ្មីនេះមានជនឆោបោកប្រើស្ទីលថ្មីធ្វើសកម្មភាពបោកប្រាស់មនុស្សអស់ជាច្រើនអ្នកដើម្បីថ្មីនេះជនឆ្លៀតឱកាសបានដើរតួបន្លំជាបុគ្គលិកអ្នកលក់លេដ៏ល្បីឈ្មោះយាយស្រួយតាមការឲ្យដឹងពីស្ត្រីអ្នកលក់ផ្លែឈើដែលជួបរឿងនេះផ្ទាល់គាត់បានបង្ហោះចែករំលែកលើគណនី Facebook ឈ្មោះ Win Katia Saka ដែលក្នុងនោះរៀបរាប់ថាដំបងឡើយជនបោកប្រាស់បានធ្វើជាកំងទិញផ្លែឈើរបស់គាត់អស់ 64,000 រៀលនៅពេលគាត់ផ្ញើ QR code ធនាគារឲ្យវេប្រាក់គឺពុំឃើញទឹកប្រាក់ចូលកុងនោះទេប៉ុន្តែភាគីឆោបបោកបែរជាថតប្រតិបត្តិការវេប្រាក់នោះឲ្យគាត់និងបង្ខំស្ត្រីលក់ផ្លែឈើឲ្យចុចប៊ូតុងពាក្យទូទាត់ឥឡូវទៅកាន់គេវិញដែលឃើញចម្លែកនិងមានការសង្ស័យស្ត្រីរូបនោះក៏បានដកប្រាក់ទាំងអស់ចេញពីគណនីធនាគារហើយសាក់លបងចុចទៅតាមការណែនាំក៏ប៉ុន្តែពុំឃើញទឹកប្រាក់ចូលក្នុងកុងរបស់ខ្លួនដដែលនៅពេលគិតយូរទៅដឹងថានេះគឺជាល្បិចបោកប្រាស់ថ្មីជាមួយករណីនេះក៏មានមនុស្សជាច្រើនទៀតបានអះអាងថាពួកគេក៏ជួបបញ្ហាបែបនេះដែរហើយអ្នកជួបល្បិចបោកថ្មីក៏បានអំពាវនាវទៅដល់បងប្អូនអ្នកប្រើប្រាស់គណនីធនាគារទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយបើឃើញសារផ្ញើបែបនេះសូមកុំអុសទៅខាងស្ដាំដើម្បីទូទាត់ឲ្យសោះ